បានជាវាមិនមែនជាវោព្រោះខ្ញុំគិតថាវាជាយុទ្ធសាស្ត្រមួយដែលចិនប្រើប្រាស់ដែលគេហៅថាយុទ្ធសាស្ត្រ Grey Zone Tactics ជាតាក់ទិកតំបន់ប្រភេទនិយាយទុកតៃវ៉ាន់ជាតំបន់ប្រភេទហើយនៅក្នុងការគ្រប់គ្រងរបស់ខ្លួនបានន័យថាតំបន់ប្រភេទគឺជាការបង្កើតសកម្មភាពយាយីណាមួយឬក៏ធ្វើសកម្មភាពណាមួយដែលមិនឲ្យភាគីនឹងនៅបានសុខចឹងណាដូចយកដាក់ទណ្ឌកម្មសេដ្ឋកិច្ចដូចខ្ញុំនិយាយបានខាងលើចឹងទី2ធ្វើសមយុទ្ធយោធាជុំវិញនឹងដើម្បីជាការបង្ហាញសេចក្ដីថាកុំឲ្យលូកដៃចូលក្នុងកិច្ចការទីក្នុងកាយតែមិនវាយតៃវ៉ាន់ទេហើយអាហ្នឹងគឺយើងដឹងហើយធម្មតានៅពេលដែលចិនធ្វើបែបហ្នឹងប្រទេសផ្សេងៗដែលចង់ចូលមកមានតំណែងជាមួយនឹងតៃវ៉ាន់ក៏ដកថយបន្តិចដែរព្រោះគឺចិនតែសាច់ដុំទៅអត់តែបើចិនអង្គុយស្ងៀមវាចូលសុខខ្ញុំបានបកស្រាយមិញគឺតាមប្រវត្តិសាស្ត្រតែយើងដឹងហើយរដ្ឋាភិបាលចិនគឺអត់ទទួលស្គាល់កោះតៃវ៉ាន់ទីប្រទេសទេហើយក្នុងការទទួលស្គាល់វាត្រូវតែមានកលការពីកលការតាមច្បាប់អន្តរជាតិណាទីមួយមានរដ្ឋាភិបាលស្របច្បាប់ឥឡូវតៃវ៉ាន់មានទាំងអស់ប៉ុន្តែខ្វះមួយគឺការទទួលស្គាល់បានន័យថាពី P5 បានន័យថាជាប្រទេសអចិន្ត្រៃយ៍ទាំង5ក្នុងអង្គការសហប្រជាជាតិហើយក្នុងនោះមានចិនមួយដែរអញ្ចឹងចិនអត់អាចនឹងគ្មានថ្ងៃទទួលស្គាល់តៃវ៉ាន់ហើយយើងដឹងសម្ព័ន្ធដើម្បីរបស់ចិនមួយចាក់ទឹកលិចគឺរុស្ស៊ីអញ្ចឹងរុស្ស៊ីក៏អត់អាចទទួលស្គាល់តៃវ៉ាន់ដែរអញ្ចឹងប្រទេសច្រើននៅលើពិភពលោកនេះអញ្ចឹង100ប្រទេសជាងខ្ញុំមិនថាទាំងអស់ទេតែទទួលស្គាល់គោលនយោបាយចិនតែមួយអញ្ចឹងហេតុអីបានជាវាការជាចំនួនដោយសារតែតៃវ៉ាន់ចង់ផ្ដាច់ខ្លួនចេញពីមូលហេតុហ្នឹងធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងអត់សប្បាយចិត្តជាមួយនឹងទង្វើបែបហ្នឹងទី2ពាក់ព័ន្ធជាមួយនឹងការកើនឡើងនៃអំណាចរបស់ចិនយើងឃើញការកើនឡើងនៃអំណាចរបស់ចិនក៏ជាមូលហេតុធ្វើឲ្យកោះតៃវ៉ាន់ហ្នឹងនៅតែបន្តឆ្លុះនេះមួយចិនដោយសារអីចិនមានអំណាចមួយគឺហុំព័ទ្ធកោះតៃវ៉ាន់ហ្នឹងតាមរយៈសេដ្ឋកិច្ចរបស់ខ្លួនដាក់ទណ្ឌកម្មសេដ្ឋកិច្ចក៏ដូចជាការប្រើប្រាស់នៅសមត្ថភាពយោធាយើងដឹងហើយជាឆ្វែលជំវិញកោះហោះពីលើរដ្ឋាភិបាលកោះតៃវ៉ាន់គាត់គិតថាគាត់អត់មានសេរីភាពអញ្ចឹងណាអញ្ចឹងអាចំនួនហ្នឹងគាត់ចាប់ផ្ដើមទាញមហាអំណាចខាងក្រៅដែលអត់មានទួនាទីអីសោះចូលមកជាពិសេសយើងដឹងថាចាប់ទឹកអត់លិចមួយគឺសហរដ្ឋអាមេរិកនៅតែទទួលស្គាល់កោះតៃវ៉ាន់ជាផ្នែកមួយនៃការកិច្ចសហប្រតិបត្តិការរបស់ខ្លួនប៉ុន្តែមិនមែនទទួលស្គាល់ជាលក្ខណៈអត់ទទួលស្គាល់ជារដ្ឋទេអញ្ចឹងដើម្បីទុកជាហេតុផលមួយសម្រាប់ឲ្យកោះតៃវ៉ាន់នេះហើយគោលនយោបាយការបរទេសមួយអាមេរិកមួយទៀតដែលខ្ញុំចង់បញ្ជាក់ដែរគឺយុទ្ធសាស្ត្រមិនច្បាស់លាស់របស់អាមេរិកធ្វើឲ្យចិននៅសេចក្ដីដែលអាចបាត់កោះតៃវ៉ាន់បានមូលហេតុអីអាមេរិកទទួលស្គាល់ដោយមាត់ពេលខ្លះជន់ជើងឧទាហរណ៍បានន័យថាម៉េចប្រកាសថាទទួលស្គាល់ប៉ុន្តែជាក់ស្ដែងនៅតែបន្តសកម្មភាពលួចលាក់ជាមួយកោះតៃវ៉ាន់ឧទាហរណ៍លក់អាវុធឲ្យហើយលក់អាវុធហ្នឹងពីចំនួនវិធានតែប្តីក្រោយមកពួកចូលបៃដិនលក់ប៉ុណ្ណឹងឥឡូវត្រាំនេះលក់ច្រើនមានកិច្ចសន្យាលក់អាវុធឲ្យកោះតៃវ៉ាន់ច្រើនតែហ្នឹងអាមេរិកតែងតែបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួនយើងដឹងកន្លងមកបាទពីចំនួនចូលបៃដិនធ្លាប់បញ្ជូនហ្នឹង Nancy Pelosi ឲ្យទៅវិធានហ្នឹងគឺជាអ្វីដែលចិនអត់ចូលចិត្តមូលហេតុអីតែបញ្ជូនវាផ្សារភ្ជាប់តំណែងហើយក្នុងការគិតរបស់មេដឹកនាំចិនមួយចំនួនគាត់ថាអាហ្នឹងជាការទទួលស្គាល់ចិនកោះតៃវ៉ាន់ជារដ្ឋឬក៏ដោយសម្ងាត់ណាមួយអញ្ចឹងអាគោលនយោបាយសេដ្ឋកិច្ចរបស់អាមេរិកហ្នឹងធ្វើឲ្យចិនមិនទុកចិត្តកោះតៃវ៉ាន់ឬក៏មិនទុកចិត្តអាមេរិកឡើយត្រូវតែចេញសកម្មភាពរបស់ខ្លួនដើម្បី deter បានន័យថាម៉េចបន្ទូចបង្អាក់តែអ្នកហ៊ាន IO ក៏ដឹងដែរបន្ទូចបង្អាក់សកម្មភាពនានាពីខាងក្រៅក្តីឬក៏រដ្ឋាភិបាលកោះតៃវ៉ាន់នឹងក្តីកុំឲ្យធ្វើអីលើសពីហ្នឹងមូលហេតុមួយចំនួនមួយទៀតកោះតៃវ៉ាន់ជាទីតាំងយុទ្ធសាស្ត្រដែលអាមេរិកត្រូវតែចង់បានបានន័យថាម៉េចការនៅគៀកចោះតៃវ៉ាន់ឬក៏ការដាក់ submarine របស់ខ្លួននៅជុំវិញកោះតៃវ៉ាន់គឺជាចំណុចមួយដែលអាមេរិកអាចទប់ទល់មួយចិនក្នុងករណីដែលចិនធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ផលប្រយោជន៍អាមេរិកនៅតំបន់សមុទ្រចិនខាងត្បូងអញ្ចឹងឧទាហរណ៍បើចិនបិទតំបន់សមុទ្រចិនខាងត្បូងធ្វើអាមេរិកបាត់ផលប្រយោជន៍របស់ខ្លួនធំមែនទែនអញ្ចឹងការរាក់ឡើងឥទ្ធិពលរបស់ចិនគឺសម្រេចបានដោយជោគជ័យមិនបាច់ចាំអាមេរិកតាមអាមេរិកចង់បានចឹងអត់ទេអញ្ចឹងហើយតែចិនទៀតតែចិនចង់ឲ្យអាមេរិកនៅចិត្តកោះតៃវ៉ាន់អត់នៅពេលដែលមានបញ្ហាអីអាថាក់ចិនលឿនតែចិនចង់អត់អត់ទេអាហ្នឹងឃើញអត់អញ្ចឹងអាហ្នឹងជាមូលហេតុមួយដែលការលូកដៃពីមហាអំណាចផ្សេងៗមិនថាទាំងអាមេរិកឬប្រទេសដទៃទៀតគឺជាចំណុចមួយដែលចិនអាចលើកលែងទេយើងប្រៀបធៀបជាមួយតតិភាពពិតឧទាហរណ៍ក្នុងគ្រួសារមួយមានកូនមួយដែលប៉ាកែតើឪពុកម្ដាយចង់បំផ្លាញកូននឹងអត់ទេហើយអញ្ចឹងឪពុកម្ដាយតែងតែចង់លូកដៃទូមានឲ្យរត់តែពូកែឲ្យរត់តែល្អអញ្ចឹងក្នុងករណីកោះតៃវ៉ាន់ដូចគ្នាតែជាកូនរបស់ចិនរបស់ចិនតែគិតហើយសេដ្ឋកិច្ចរបស់តៃវ៉ាន់ប៊ូមការធ្វើសេដ្ឋកិច្ចជាមួយចិនរាល់ពេលទៅវិញទៅមកការនាំចេញនាំចូលអញ្ចឹងអាប្រទេសឈីបនេះគឺជាចំណុចមួយដែលចិនចំណេញផលប្រយោជន៍របស់ខ្លួនទាំងសេដ្ឋកិច្ចទាំងវិស័យយោធាអញ្ចឹងការនាំចេញឈីបពីតៃវ៉ាន់មកកាន់ចិនអាចធ្វើឲ្យចិនរីកចម្រើនគឺឈានទៅដល់ការសម្រេចនៅគោលដៅរបស់ខ្លួនដែលចង់ធ្វើប្រទេសមួយដែលបកកែខាង military ខាង technology លំដាប់ high class និយាយអាចលើសហរដ្ឋនៃតែយើងអត់ដឹងបងអញ្ចឹងត្រូវការជួយពីតៃវ៉ាន់ខ្លាំងអញ្ចឹងក្នុងករណីហ្នឹងបើសិនជាឆ្លោះជាមួយនឹងតៃវ៉ាន់ឬមួយវាយតៃវ៉ាន់សេដ្ឋកិច្ចឲ្យតៃវ៉ាន់ដួលដើម្បីគ្រប់គ្រងតៃវ៉ាន់អ្នកដែលចំណេញគឺប្រទេសខាងក្រៅវិញមិនអញ្ចឹងចុងក្រោយស្ដារតៃវ៉ាន់វិញគឺត្រូវការពេលរាប់ឆ្នាំអញ្ចឹងការមានតៃវ៉ាន់នេះជាផ្នែកមួយឲ្យចិនជួយចិនមែនទែនហើយតាមរយៈដាក់សេដ្ឋកិច្ចដាក់ទណ្ឌកម្មសេដ្ឋកិច្ចតៃវ៉ាន់ហ្នឹងក៏ជាផ្នែកណាមួយគឺបិទកុំឲ្យតៃវ៉ាន់ហ្នឹងធ្វើអីមួយដែលលក្ខណៈបើកចំហពេកតែបើកចំហពេកហ្នឹងគឺប៉ះពាល់ដល់ជំនួយគ្នាមូលហេតុអីបរិយាកិច្ចសហប្រតិបត្តិការមួយអាមេរិកភាគចុងក្រោយចំណេញសត្រូវរបស់ទីក្រុងប៉េកាំងអញ្ចឹងទីក្រុងប៉េកាំងធ្វើរូបភាពបែបហ្នឹងទាញមកវិញហេតុអីតើហ្នឹងវាជាសង្គ្រាមពិតអត់ខ្ញុំគិតថាវាមិនមែនជាសង្គ្រាមពិតបើវាជា open war តៃវ៉ាន់ខ្ទេចបានព្រោះយើងគិតមកវិញថាចិនមាននុយក្លេអ៊ែរហើយចិនមាន submarine ចិនមានយន្តហោះច្បាំងវាមិនមែនជាវោព្រោះខ្ញុំគិតថាវាជាយុទ្ធសាស្ត្រមួយដែលចិនប្រើប្រាស់ដែលគេហៅថាយុទ្ធសាស្ត្រ Grey Zone Tactics ជាតាក់ទិកតំបន់ប្រភេទនិយាយទុកតៃវ៉ាន់ជាតំបន់ប្រភេទហើយនៅក្នុងការគ្រប់គ្រងរបស់ខ្លួនបានន័យថាតំបន់ប្រភេទគឺជាការបង្កើតសកម្មភាពយាយីណាមួយឬក៏ធ្វើសកម្មភាពណាមួយដែលមិនឲ្យភាគីនឹងនៅបានសុខអញ្ចឹងណាដូចយកដាក់ទណ្ឌកម្មសេដ្ឋកិច្ចដូចខ្ញុំនិយាយបានខាងលើអញ្ចឹងទី2ធ្វើសមយុទ្ធយោធាជុំវិញនឹងដើម្បីជាការបង្ហាញសេចក្ដីថាកុំឲ្យលូកដៃចូលក្នុងកិច្ចការទីក្នុងកាយតែមិនវាយតៃវ៉ាន់ទេហើយអាហ្នឹងគឺយើងដឹងហើយធម្មតានៅពេលដែលចិនធ្វើបែបហ្នឹងប្រទេសផ្សេងៗដែលចង់ចូលមកមានតំណែងជាមួយនឹងតៃវ៉ាន់ក៏ដកថយបន្តិចដែរព្រោះគឺចិនតែសាច់ដុំទៅអត់តែបើចិនអង្គុយស្ងៀមគេមិនចូលសុខត្រូវអត់ចំណុចមួយទៀតគឺចិន diplomatic isolate បានន័យថាម៉េច isolate កោះតៃវ៉ាន់គ្រប់
បណ្ដាលកិច្ចប្រជុំផ្លូវការនានាតែបានអាចធ្វើអីតែអត់មានការយល់ព្រមពីរដ្ឋាភិបាលចិត្តអ្នកខ្លះគាត់លើកឡើងថានៅមានថ្ងៃណាមួយលោកស៊ីជីនពីងនេះនឹងបើកយុទ្ធនាការគ្រប់គ្រងកោះតៃវ៉ាន់ទាំងស្រុងថ្ងៃខ្ញុំថាធ្វើដល់ដូចណាព្រោះថ្ងៃហ្នឹងកោះតៃវ៉ាន់ទទួលផលប្រយោជន៍យោធាពីអាមេរិកច្រើនមែនទែនទាំងជុំវិញកោះតៃវ៉ាន់ហ្នឹងអាចមានសាប់មេរីនមកវិញត្រូវអញ្ចឹងចិនបើចិនចូលមកដូចយកខ្លួនឯងទៅបុកទាំងសេដ្ឋកិច្ចខ្លួនឯងជាមួយនឹងតៃវ៉ាន់ហ្នឹងកំពុងតែពឹងពាក់គ្នាទៅវិញទី2គ្មានថ្ងៃដែលកោះតៃវ៉ាន់ទទួលឯករាជ្យអាហ្នឹងជាការជំរុញនយោបាយរបស់ចិនក្នុងរយៈពេលវែងហើយរួចទៅហើយត្រូវហើយបងព្រោះអត់ទទួលឯករាជ្យបានន័យថាមិនត្រូវតែការឯកភាពនានាចាំបាច់ពីកោះតៃវ៉ាន់ត្រូវតែរដ្ឋាភិបាលពេកាំងជាអ្នកដំណើរចូលបានផលប្រយោជន៍ដែលចិនប្រើយុទ្ធសាស្ត្រផលប្រយោជន៍ស្រាប់ហើយបងដោយសារអាមេរិកបរិយាស្ពេច7អញ្ចឹងចិនស្ពេច7តនណៃស្ពេច7តែអាមេរិកដូចចាប់ដៃយ៉ាងស្ពេច7បែបណាចាប់ដៃជន់ជើងចាប់ដៃអូខេខ្ញុំយកព្រមប៉ុន្តែទៅជន់ជើងយ៉ាងអាមេរិកទទួលស្គាល់ One China Policy ប៉ុន្តែសកម្មភាពដែលខ្ញុំនិយាយមិនអញ្ចឹងលក់អពុន visit ជូនអ្នកនៅទៅ visit ហើយធ្វើសមយុទ្ធមួយប្រធាននៃទៅបដីកោះតៃវ៉ាន់ហ្នឹងទៀតអាហ្នឹងជារូបភាពមួយដែលចិនអត់ចង់ឲ្យដូចយើងដឹងអញ្ចឹងចំនួនមួយចិនជប៉ុនកន្លងមកនេះក៏ជាបញ្ហាលើកឡើងដោយយុរដ្ឋមន្ត្រីជប៉ុនលោកស្រីថាកែឈីហ្នឹងក៏លើកឡើងថាមានរឿងអីជប៉ុនហ្នឹងលោកដៃចូលការពារតៃវ៉ាន់អាហ្នឹងគឺជាសម្ដីមួយដែលគេដើរហួសបន្ទាត់ក្រហមរបស់ចិនដែលចិនសេតហើយចឹងឃើញចិនប្រតិកម្មមិនឥឡូវចាប់អេពីសូតក្រោយយើងនឹងចាញ់ដែរចឹងខ្ញុំសូមបិទអេពីសូត3ធំនេះហើយដូចបងនិយាយចឹងបងបាន mention ហើយថាមានប្រទេសជប៉ុនអញ្ចឹងនៅអេពីសូតក្រោយគឺអេពីសូត4 see you in episode 4បាទអរគុណសូមអរគុណជំរាបលា